បាទជំរាបសួរអរលោកអ្នកបងប្អូនអរគ្នាដែលមានវត្តមាននៅព្រឹកនេះហើយសុខសប្បាយទេមុននឹងយើងចាប់ដើមខ្ញុំចង់ណែនាំពីលោកគ្រូអាន់ទ្រូបន្តិចលោកគ្រូអាន់ទ្រូយើងបានស្គាល់គាត់រយៈពេលជាង20ឆ្នាំហើយយើងអរគុណបងមែនតើដែលគាត់មានភាពស្មោះត្រង់បម្រើព្រះអង្គនៅព្រះវិហារកាលពីចាប់ពលលក្ខខណ្ឌនៅសហរដ្ឋអាមេរិកហើយរយៈពេលច្រើនមែនតើច្រើនឆ្នាំមែនតើដែលគាត់តាមផ្សព្វផ្សាយបន្តគាត់រៀនព្រះបន្ទូលនៅប្រទេសអ៊ីស្រាអែលនៅប្រទេសកម្ពុជានៅបណ្ដាប្រទេសនៅទ្វីបអាហ្វ្រិកផងដែរហើយនៅព្រឹកនេះលោកគ្រូគាត់មានឱកាសក្នុងការចូលរួមជាមួយក្រុមជំនុំយើងហើយយើងគិតថាជាឱកាសពិសេសដែលចង់ឲ្យលោកគ្រូនាំព្រះបន្ទូលសម្រាប់ជាការចែករំលែកទឹកចិត្តដល់បងប្អូនអ្នកជំនុំយើងនៅព្រឹកនេះផងដែរហើយសូមស្វាគមន៍គាត់បន្តិចណា Well, good morning, beloved of the Lord. Well, it's good to be here with you. ហើយជាការរំភើបដែលបានចូលរួមជាមួយបងប្អូននៅព្រឹកនេះ Well, this morning we're going to continue our study in the book of Colossians. ហើយនៅព្រឹកនេះយើងនឹងបន្តជាមួយគ្នានៅក្នុងកាគម្ពីរកូឡូស So open up your Bibles, if you would, to Colossians chapter 2. សូមពុកម៉ែបងប្អូនទាំងអស់គ្នាបើកជាមួយគ្នានៅក្នុងកូឡូសជំពូក 2 To my understanding, you left off in verse 19 last time. ហើយជាអ្វីដែលខ្ញុំបានដឹងនោះគឺបងប្អូនយើងបានរៀនជាមួយគ្នានៅក្នុងខ19ចប់នៅកាលពីសប្តាហ៍មុនរួចហើយ And before we read our scripture that we're going to study this morning, មុនពេលដែលយើងទាំងអស់គ្នាបានអានអត្ថបទព្រះគម្ពីរនៅព្រឹកនេះ I want to preface it with 2 Corinthians 5:17. ខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាបានមើលនៅក្នុងកូរិនថូសខ្សែទី2ចំពុក5ខ17 It says, Therefore, if any man be in Christ, ដូច្នេះហើយបើសិនជាបងប្អូនទាំងអស់គ្នារួមជាមួយនឹងព្រះគម្ពីរ he is a new creation. អ្នកនោះបានកើតជាថ្មី The old things have passed away. អ្វីពីអតីតកាលបានកន្លងផុតទៅ Behold, all things have become new. ហើយអ្វីទាំងអស់បានប្រែមកជាថ្មី And I think this very well explains the transition from chapter 2 to chapter 3. ហើយនេះគឺជាអ្វីមួយដែលបង្ហាញអំពីភាពតភ្ជាប់គ្នារវាងជំពូក2និងជំពូក3 Now in chapter 2, នៅក្នុងជំពូក2 you've been looking at what was going on in the church in Colossae. នៅក្នុងជំពូក2យើងឃើញអំពីអ្វីដែលបានកើតឡើងនៅក្នុងក្រុមជំនុំនៅក្នុងទីក្រុងកូឡូស And it was not unique to the church of Colossae. ហើយមិនមែនជាអ្វីមួយដែលពិសេសឬក៏ប្លែកសម្រាប់ក្រុមជំនុំនោះទេ It was happening in all of the churches. ហើយមានក្រុមជំនុំដទៃទៀតបានប្រឈមមុខជាមួយនឹងបញ្ហាស្ដីគ្នាដែរ And that's specifically ហើយអ្វីដែលពិសេសដែលជាក់លាក់នោះ that there were those that were trying to make Christianity into a works-based religion. ហើយអ្វីដែលជាការបង្រៀនខុសឆ្គងនោះគេបានព្យាយាមបង្រៀនឲ្យជំនឿគ្រីស្ទបរិស័ទគឺជាជំនឿដែលពឹងអាងទៅលើគុណបុណ្យដែលគាត់សន្សំ All of religion ហើយមានសាសនាជាច្រើនគឺដូច្នោះ is a works-based religion. ហើយគ្រប់សាសនាជាច្រើនទៀតគឺពឹងអាងទៅលើអំពើល្អដែលខ្លួនប្រព្រឹត្ត Only Christianity មានតែគ្រីស្ទបរិស័ទជំនឿគ្រីស្ទបរិស័ទប៉ុណ្ណោះ is a Christ-based faith. គឺជាជំនឿដែលពឹងអាងទៅលើព្រះយេស៊ូវគ្រីស្ទ Nothing that we could ever do គ្មានអ្វីមួយដែលយើងអាចធ្វើបានដើម្បីឲ្យយើងទាំងអស់គ្នាអាចមានសន្សំកុសលទៅកាន់ព្រះអង្គបានឡើយ can make us right with God. គ្មានអ្វីដែលយើងអាចធ្វើដើម្បីឲ្យយើងទាំងអស់គ្នាបានសុចរិតនៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គទេ We read in Jeremiah that our righteousness is as filthy rags in God's sight. ហើយនៅក្នុងគម្ពីរយេរេមៀយើងបានឃើញថាអំពើល្អរបស់យើងហាក់ដូចជាក្រណាត់ដែលកខ្វក់ចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ Anything that I can do to make myself right with God is totally unacceptable to God. អ្វីដែលខ្ញុំអាចធ្វើព្យាយាមដើម្បីឲ្យខ្ញុំបានត្រឹមត្រូវសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់មិនអាចឲ្យព្រះទទួលបាននោះឡើយ Everything was done by Christ, អ្វីទាំងអស់គឺត្រូវបានធ្វើគ្រប់សពដោយព្រះយេស៊ូវគ្រីស្ទហើយ in Christ, នៅក្នុងព្រះយេស៊ូវគ្រីស្ទ and through Christ. ហើយតាមរយៈព្រះយេស៊ូវគ្រីស្ទ And yet, like the church of Colossae, ហើយដូចអ្វីដែលបានកើតឡើងនៅក្នុងទីក្រុមជំនុំនៅក្នុងទីក្រុងកូឡូសដូចគ្នាដែរ the church of Galatia, នៅក្រុមជំនុំនៅក្នុងទីក្រុងកាឡាទី the church at Rome, ក្រុមជំនុំនៅក្នុងទីក្រុងរ៉ូម all the different churches that Paul would write to ហើយមានក្រុមជំនុំជាច្រើនដែលលោកប៉ូលគាត់បានសរសេរទៅកាន់ were facing this
problem. គាត់គឺពួកគាត់មានបញ្ហាប្រឈមជាមួយនឹងបញ្ហាដូចគ្នាដែរ Back in verse 8, នៅក្នុងខ8 chapter 2, នៅក្នុងជំពូក2កូឡូស he warns about men that would rob you, spoil you through philosophy and empty deceit. នៅខ8លោកពោលបានសរសេរព្រមានតកតងជាមួយនឹងមនុស្សដែលតាក់ទាញបងប្អូនដែលប្រើទស្សនវិជ្ជាឬក៏ពាក្យបាក់បញ្ឆោត Through what? តាមរយៈអី The traditions and teachings of men. តាមរយៈប្រពៃណីទំនៀមទម្លាប់ឬរបៀបរស់នៅរបស់មនុស្ស In the very next verse, verse 9, នៅខ9 he reminds us that in him, in Jesus, នៅក្នុងខ9បានរំលឹកយើងថានៅក្នុងព្រះយេស៊ូវគ្រីស្ទ dwells the fullness of the Godhead bodily. គឺលក្ខណៈសម្បត្តិរបស់ព្រះជាម្ចាស់នៅក្នុងអង្គព្រះយេស៊ូវគ្រី And ស្ទ then verse 10, that we are complete in him. នៅក្នុងខ10បានប្រាប់ថាយើងទាំងអស់គ្នាបានពេញលក្ខណៈនៅក្នុងព្រះយេស៊ូវគ្រីស្ទ Now, why was the church experiencing this problem? សំណួរសួរថាហេតុអីបានជាក្រុមជំនុំនៅក្នុងទីក្រុងកូឡូសកំពុងតែប្រឈមមុខជាមួយនឹងបញ្ហាទាំងអស់នេះ Because Christianity, if you would, came out of Judaism. ពីព្រោះគ្រីស្ទបរិស័ទបានចេញមកអំពីគេហៅថាសាសនាយូដា And Judaism is a works-based religion. ហើយសាសនាយូដាគឺជាសាសនាដែលពឹងអាងទៅលើគេហៅថាកម្លាំងអំពើល្អរបស់ខ្លួន Even though back in the very beginning with Abraham, ទោះបីជាយើងមើលត្រឡប់ទៅក្រោយនៅក្នុងជំនាន់លោកអាប់រ៉ាហាំក៏ដូច្នោះដែរ how was Abraham counted righteous with God? ប៉ុន្តែយើងមើលរបៀបដែលលោកអាប់រ៉ាហាំក៏បានប្រោសបានសុចរិតនៅចំពោះព្រះជាម្ចាស់តើរបៀបណា Anyone know? តាមរយៈអីបានជាគាត់បានសុចរិតនៅក្នុងព្រះអង្គ Faith. តាមរយៈជំនឿ And Abraham believed God, and it was counted to him as righteousness. លោកអាប់រ៉ាហាំក៏បានជឿលើព្រះយេស៊ូវព្រះជាម្ចាស់ហើយក៏ដោយសារជំនឿរបស់គាត់ព្រះជាម្ចាស់បានប្រោសលោកអាប់រ៉ាហាំឲ្យបានសុចរិត But there were always those that were trying to add something to it. ប៉ុន្តែយើងឃើញអំពីរបៀបដែលមនុស្សធ្វើតែងតែនាំគេហៅថាខំបញ្ចូលគេហៅថាដាក់បន្ថែមនៅទង្វើល្អរបស់ខ្លួន To take away the righteousness that comes through Christ Jesus alone. ដើម្បីឲ្យគេហៅថា credit ឬក៏សេចក្តីសុចរិតដែលមកតាមរយៈព្រះយេស៊ូវគ្រីស្ទនោះទៅជាលែងមានតម្លៃ Paul would write to the Ephesians, លោកប៉ូលក៏បានសរសេរទៅកាន់ក្រុមជំនុំនៅក្នុងទីក្រុងអេភេសូដូចគ្នា we are saved by grace through faith, and that not of ourselves. យើងទាំងអស់គ្នាបានប្រោសឲ្យបានសុចរិតបានទទួលការសង្គ្រោះដោយសារជំនឿតាមរយៈព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទ It is a gift of God, not of works, lest any man should boast. នេះគឺជាព្រះគុណរបស់ព្រះជាម្ចាស់សូមកុំឲ្យមាននរណាម្នាក់អាចអួតពីខ្លួនឯងបានឡើយ The Pharisees of Jesus' day. ហើយនៅក្នុងជំនាន់ព្រះយេស៊ូវគ្រីស្ទពួកផារីស៊ី In Mark chapter 7, verses 1 through 13. ហើយនៅក្នុងគម្ពីរម៉ាកុសជំពូក7 They came to Jesus one day because they were upset with the disciples of Jesus. ហើយពួកគណៈផារីស៊ីគេបានចូលទៅកាន់ព្រះយេស៊ូវគ្រីស្ទដោយសារតែពួកគេបានខឹងជាមួយនឹងសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ And they charged that the disciples were not keeping the teachings and practices of the Pharisees. ហើយគេបានចោទប្រកាន់ទៅដល់ពួកសាវកឬក៏សិស្សរបស់ព្រះយេស៊ូវគ្រីស្ទថាតើពួកគាត់អត់បានរក្សាឬក៏អនុវត្តតាមប្រពៃណីទំនៀមទម្លាប់របស់សាសនាយូដាពួកផារីស៊ីទេ You see what the Pharisees had done, in which every religion does. ហើយយើងមើលរបៀបដែលពួកផារីស៊ីគាត់បានចោទប្រកាន់ហើយស្តៀងជាមួយនឹងសាសនាផ្សេងៗដូចគ្នាដែរ Including within the church of Jesus Christ. ហើយនៅក្នុងក្រុមជំនុំរបស់ព្រះយេស៊ូវគ្រីស្ទដូចគ្នាដែរ Is what Jesus says in Mark chapter 7, verse 7. ហើយនៅក្នុងគម្ពីរម៉ាកុសជំពូក7នេះគឺជាអ្វីដែលព្រះយេស៊ូវគ្រីស្ទទ្រង់មានប្រាប់បន្ទូល He said, you put the word of God aside. ហើយមានប្រាប់បន្ទូលថាអ្នកបានដាក់កិច្ចការរបស់ព្រះជាម្ចាស់ឆ្ងាយ Teaching instead the doctrines and precepts of men. ហើយជំនួសឲ្យការដែលដាក់នៅកិច្ចការរបស់ព្រះជាម្ចាស់រុញទៅឆ្ងាយអ្នកទាំងអស់គ្នាបានជំនួសនៅវិញដោយកិច្ចការរបស់មនុស្ស And I want to encourage you to read Mark chapter 7, verses 1 through 13. ហើយខ្ញុំលើកទឹកចិត្តឲ្យអស់លោកអ្នកបងប្អូនបានមើលនៅក្នុងគម្ពីរម៉ាកុសជំពូក7ខ1ទៅដល់ខ Not right now. 17ដូចគ្នាដែរ I want you to listen to me right now. But later today.
ហើយបាទចំណែកមានពេលនៅថ្ងៃនេះអាចអាននៅក្នុងគម្ពីរម៉ាកុសចំពោះ7ខ1ដល់ខ17 Because it's one of the most profound scriptures គឺជាអត្ថបទព្រះគម្ពីរមួយដែលល្អមែនទែន to explain why things were the way they were in Jesus' day. ដែលជាការបញ្យល់របៀបដែលកិច្ចការដែលកើតនៅក្នុងព្រះយេស៊ូវគ្រីស្ទ You've laid aside the Word of God, ហើយអ្នកបានដកចេញឬក៏ដាក់កិច្ចការរបស់ព្រះជាម្ចាស់ចេញ and you're teaching the doctrines and precepts of men. ហើយជំនួសឲ្យការកិច្ចការរបស់ព្រះអង្គអ្នកបានផ្ដាក់បញ្ចូលទៅតាមគេហៅថាការអនុវត្តប្រពៃណីទំនៀមទម្លាប់របស់មនុស្ស Not only does that describe the time of Jesus, it's described the time right now. ហើយកិច្ចការដែលមនុស្សតែងតែទាត់ចោលនៅកិច្ចការរបស់ព្រះជាម្ចាស់ហើយដាក់នៅកិច្ចការរបស់ខ្លួនចូលមិនមែនកើតឡើងតែក្នុងចំនួនព្រះជាម្ចាស់នោះទេប៉ុន្តែកើតឡើងនៅក្នុងពេលបច្ចុប្បន្នដូចគ្នាដែរ It explains so much of the current condition of the church. ហើយជាការមួយបង្រៀនប្រាប់យើងច្រើនមែនទែនអំពីទៅជាមួយនឹងក្រុមជំនុំ Why? ហេតុអី Because this has been laid aside. ពីព្រោះហេតុអីពីព្រោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានដាក់ដោយឡែកត្រូវបានទាត់ចោល And in its place, ហើយការទាំងអស់នោះត្រូវបានជំនួសឲ្យ the doctrines and teachings of men are being taught. ជំនួសឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះក្រុមជំនុំក្តីចឹងទាត់ចោលព្រះបន្ទូលហើយជំនួសឲ្យការនោះបានយកសេចក្តីបង្រៀនតាមបែបមនុស្សមកបង្រៀនជំនួសវិញ There is no power in the words of men. គ្មានអធិពលឬក៏គ្មានមហិទ្ធិឫទ្ធិនៅក្នុងគេហៅថាព្រះពាក្យសម្ដីរបស់មនុស្សឬក៏ព្រានប្រដៅរបស់មនុស្ស The only power that exists is in God's word. ហើយអំណាចដែលមានគឺតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ And going back to Colossians, ត្រឡប់មកនៅក្នុងកូឡូសជំពូក 2 វិញ he addresses this in verse 18. ហើយព្រះបន្ទូលបានលើកឡើងនៅក្នុងជំពូកខ8ខ To not let anyone beguile you, trick you, deceive you. មិនត្រូវឲ្យនរណាម្នាក់បានមកបង្វែរបងប្អូនចេញអំពីរង្វាន់ដែលបងប្អូនត្រូវទទួល By a false humility. ដោយធ្វើរឹកជាដាក់ខ្លួន The Pharisees were experts in false humility. ហើយពួកខាងគណៈផារ៉ាស៊ីគេមានជំនាញពិសេសមែនទែនដល់សម្ដែងហាក់ដូចជាគាត់ជាអ្នកដែលពូកែដាក់ខ្លួនអញ្ចឹង And all that did was puff them up. They thought that they were better than everybody else. ប៉ុន្តែជាក់ស្ដែងពួកគាត់អួតបំផើងខ្លួនឯងហើយពួកគាត់បានគិតថាពួកគាត់បានប្រសើរជាងមនុស្សដទៃទៀត And then in our text for this morning, ហើយនៅក្នុងអត្ថបទព្រះគម្ពីរនៅព្រឹកនេះ could you read verses 20 through 23, please? ខ្ញុំសូមអានពីខ20ទៅដល់ខទី23ហើយជំពូក2បងប្អូនអាចផ្ទៀងជាមួយខ្ញុំបងប្អូនបានស្លាប់រួមជាមួយព្រះគ្រីស្ទហើយក៏រួចពីអ្វីៗដែលជាអរូបីដែលមានអធិពលក្នុងលោកីដែរចុះហេតុដូចម្ដេចបានជាបងប្អូននៅតែធ្វើតាមក្បួនតម្រាផ្សេងហាក់បីដូចជាបងប្អូននៅតែពឹងលើផ្អែកលើលោកីនេះទៀតកុំយកកុំភ្លក់កុំប៉ះពាល់បញ្ញត្តិទាំងនេះសុទ្ធតែជាបទបញ្ជានិងសេចក្តីព្រានប្រដៅរបស់មនុស្សលោកជាប់តាក់ទងនឹងអ្វីៗដែលត្រូវរលួយដោយការប្រើប្រាស់សេចក្តីបញ្ញត្តិទាំងនេះទំនងដូចជាមានប្រាជ្ញាគឺឲ្យគេគោរពថ្វាយបង្គំដោយស្ម័គ្រចិត្តឲ្យដាក់ខ្លួនឲ្យលុតដង់ខ្លួនជាដើមតែតាមពិតគ្មានតម្លៃអ្វីសោះបានត្រឹមតែបំពេញសេចក្តីពងប្រាថ្នារបស់និស្ស័យលោកីប៉ុណ្ណោះ And so once again, he's addressing this. ហើយនៅព្រឹកនេះព្រះបន្ទូលបានបង្ហាញ of the rules and regulations that men have made up. អំពីច្បាប់អំពីក្រឹតវិន័យដែលមនុស្សគេបានរៀបចំបានតាក់តែងបានបង្កើតឡើង Touch not, taste not. ហើយប្រាប់ថាកុំយកកុំភ្លក់កុំប៉ះពាល់ Don't handle. Don't touch. កុំប៉ះពាល់ Keep the religious practices. ហើយកុំឲ្យការអនុវត្តតាមបែបសាសនានោះនៅជាមួយបងប្អូនឡើយ Keep the holy days. ហើយកុំឲ្យរក្សា Keep the holy days. Keep. សូមរក្សានៅថ្ងៃដែលបរិសុទ្ធ But what does he say in verse 23? ប៉ុន្តែយើងមើលនៅខ23តើព្រះអង្គមានព្រះបន្ទូលយ៉ាងម៉េច These were all a show. These were a shadow. សេចក្តីបញ្ញត្តិទាំងអស់នេះគឺគ្រាន់តែជាការបង្ហាញជាការឲ្យឃើញពីសមោល of what was to come in Christ Jesus. អ្វីដើម្បីជាសមោលដើម្បីបង្ហាញពីអ្វីដែលនឹងត្រូវមកដែលមាននៅក្នុងព្រះយេស៊ូវគ្រីស្ទ He talks about will worship. ហើយនិយាយអំពីបំណងក្នុងការថ្វាយបង្គំ The worshiping of my will, my
ideas ហើយថ្វាយបង្គំជាមួយនឹងគំនិត that of neglecting the body. ដែល Neglecting. ដែលគេហៅថាបដិសេធឬក៏បង្ងើយកតើជាមួយនឹងរូបរាងកាយ See, these are all things that the Jews were holding to. ហើយកិច្ចការទាំងអស់នេះក្រឹតវិន័យទាំងអស់នេះគឺជាអ្វីដែលពួកខាងជនជាតិយូដាកំពុងតែធ្វើ Paul, in writing to the Romans, ហើយលោកប៉ូលក៏បានសរសេរទៅកាន់នៅក្នុងក្រុមជំនុំទីក្រុងរ៉ូម addressing the Jewish believers within the church at Rome, ហើយនិយាយទៅកាន់បងប្អូនអ្នកជំនុំនៅក្នុងទីក្រុងរ៉ូម in Romans chapter 10, verse 3. ហើយនៅក្នុងគម្ពីររ៉ូមចំពុក10 He said, and they, that is the Jewish people, the Jewish people, ដែលថាពួកគេគឺជាជនជាតិយូដា being ignorant of God's righteousness, ដែលពួកគាត់អត់យល់អំពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ they go about trying to establish their own righteousness, ហើយគេព្យាយាមនៅក្នុងការដែលបង្កើតនូវសេចក្តីសុចរិតដោយខ្លួនឯង which is by the law. ហើយការបង្កើតឲ្យមានសេចក្តីសុចរិតខ្លួនឯងនោះគឺពួកគាត់ធ្វើតាមរយៈការកាន់តាមក្រឹតវិន័យ Paul, who was a Pharisee, លោកប៉ូលគឺជាម្នាក់ដែលគាត់ធ្លាប់ជាអ្នកនៅខាងគណៈផារីស៊ី I want you to go back one book in your Bibles to Philippians chapter 3. សូមបងប្អូនទាំងអស់គ្នាអាចអញ្ជើញបើកនៅក្នុងគម្ពីរភីលីបចំពុក3ត្រឡប់ទៅខាងក្រោយមួយកាន់គម្ពីរ Paul was living on this road to self-righteousness. ហើយលោកប៉ូលជាក់ស្ដែងគាត់គឺជាម្នាក់កំពុងតែរស់នៅដោយពឹងអានទៅលើទង្វើល្អដើម្បីឲ្យគាត់បានសុចរិតនៅចំពោះព្រះបំផិតរបស់ព្រះជាម្ចាស់ Are you in Philippians 3? នៅក្នុងភីលីបចំពុក3 Let's read verses 4 through 6. សូមបងប្អូនអាចអញ្ជើញមើលជាមួយខ្ញុំនៅខ4ទៅខ6ខ្ញុំក៏មានហេតុនឹងពឹងផ្អែកទៅលើលោកីបានដែរប្រសិនបើអ្នកអាចទៀតស្មានថាខ្លួនអាចពឹងផ្អែកលើលោកីខ្ញុំរឹតតែមានហេតុផលពឹងផ្អែកលើលោកីច្រើនជាងអ្នកនោះទៅទៀតគឺខ្ញុំបានទទួលពិធីកាត់ស្បែកពេលខ្ញុំកើតបាន8ថ្ងៃខ្ញុំជាសាសពូជសាសអ៊ីស្រាអែលក្នុងកុលសម្ព័ន្ធបេនយ៉ាមីនខ្ញុំជាហេប្រឺកើតអំពីជាតិហេប្រឺរីឯក្រឹតវិន័យវិញខ្ញុំស្ថិតនៅក្នុងខាងគណៈផារីស៊ីបើនិយាយអំពីភាពខ្នះខ្នែងខ្ញុំបានខ្នះខ្នែងរហូតទៅដល់បៀតបៀនក្រុមជំនុំទៀតផងបើនិយាយអំពីសេចក្តីសុចរិតដែលបានមកអំពីកាន់តាមក្រឹតវិន័យនោះវិញខ្ញុំមានកំហុសត្រង់ណាសោះឡើយ Do you see it? បងប្អូនបានឃើញ Paul lists all of his accomplishments, លោកប៉ូលគាត់បាននិយាយអំពីគ្រប់ទាំងកិច្ចការដែលគាត់មានពីដើមមក all of his heritage, អ្វីដែលគាត់គេហៅថាមរតកដែលគាត់បាននៅក្នុងជាសាសយូដា in his eyes and the eyes of others. ហើយនៅក្នុងការយល់ឃើញរបស់គាត់ក៏ដូចជាការយល់ឃើញអំពីបងប្អូនដទៃ Paul had reached the top. ហើយបើយើងមើលទៅលោកប៉ូលបានទៅដល់កម្រិតមួយដែលខ្ពស់មែនទែន But then one day, ប៉ុន្តែថ្ងៃមួយ on the road to Damascus, នៅពេលដែលគាត់បានធ្វើដំណើរទៅទីក្រុងដាម៉ាស់ he met Jesus. គាត់បានជួបជាមួយនឹងព្រះយេស៊ូវគ្រីស្ទ And he realized that his righteousness was nothing. ហើយគាត់បានដឹងថាគាត់បានយល់ថាសេចក្តីសុចរិតឬក៏អ្វីដែលគាត់មានគ្មានប្រយោជន៍អីទាល់តែសោះ All of his time, all of his energies, គ្រប់ទាំងការខំតស៊ូខ្នះខ្នែងពេលវេលារបស់គាត់ដែលគាត់ធ្លាប់លះបង់ពីមុន was, as Paul describes it in a few verses later. តែលោកប៉ូលគាត់បានពណ៌នានៅក្នុងខបន្ទាប់ទៀតពីអ្វីដែលយើងបានអា He ន says that my righteousness is totally unacceptable. It's like garbage in the sight of ហើយ God. លោកប៉ូលក៏បានសរសេរប្រាប់ថាសេចក្តីសុចរិតឬក៏អ្វីដែលខ្ញុំមាននោះគ្មានប្រយោជន៍អីហាក់ដូចជាសម្រាមនៅក្នុងព្រះគ្រីស្ទ Because in seeing Jesus, ពីព្រោះដោយសារគាត់បានឃើញអំពីព្រះយេស៊ូវគ្រីស្ទ he saw himself for who and what he really is. គាត់មើលពេលដែលគាត់បានស្គាល់ព្រះយេស៊ូវគ្រីស្ទគាត់បានដឹងថាគាត់មានលក្ខណៈបែបណា Listen, dear ones. បងប្អូនហើយសូមបានស្ដាប់ He didn't see what his righteousness was. គាត់អត់បានឃើញថាសេចក្តីសុចរិតរបស់គាត់នោះល្អប៉ុណ្ណានោះទេ He saw what it is. He saw what it is, present tense. ហើយគាត់ឃើញថាសេចក្តីសុចរិតរបស់គាត់អញ្ចឹងបែបហ្នឹង Your righteousness, my righteousness, សេចក្តីសុចរិតរបស់លោកអ្នកបងប្អូនសេចក្តីសុចរិតរបស់ខ្ញុំ
anything apart from Jesus Christ អ្វីដែលចេញអំពីព្រះយេស៊ូវគ្រីស្ទនោះ is garbage. គឺជាសម្រាមក្រៅពីព្រះយេស៊ូវគ្រីស្ទគឺជាសម្រាម It's a waste of time. គឺជាការខាតពេលវេលា It's only who Christ is and what he has done. មានតែតាមរយៈអំពីព្រះយេស៊ូវគ្រីស្ទទ្រង់គឺជាណាហើយអ្វីកិច្ចការដែលព្រះយេស៊ូវគ្រីស្ទទ្រង់បានធ្វើប៉ុណ្ណោះ What he will do in you and what he will do through you. អ្វីដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គនឹងធ្វើនៅក្នុងព្រះអង្គហើយនឹងព្រះអង្គនឹងធ្វើតាមរយៈសំទោសព្រះអង្គនឹងធ្វើតាមនៅក្នុងបងប្អូនហើយក៏ដូចជាតាមរយៈបងប្អូន But you see this doctrine of becoming right in God's eyes. ហើយយើងឃើញអំពីរបៀបគេហៅថាគោលលទ្ធិដែលគេបង្រៀនថាទៅកាន់សេចក្តីសុចរិតនៅក្នុងព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ By something I may do. ហើយបើសិនថាខ្ញុំបានសុចរិតតាមរយៈកិច្ចការដែលខ្ញុំបានធ្វើ No matter how small, no matter how tiny it might be. ទោះបីជាខ្លាំងឬក៏ទូចយ៉ាងណាក៏ដោយ Among other things, it does three things specifically. មានក្នុងចំណោមកិច្ចការផ្សេងៗដទៃទៀតដែលយើងមើលអំពីកិច្ចការ3ដែលកើតឡើង If I can have something, anything to do with being right with God, ហើយប្រសិនជាសម័យមួយប្រសិនជាខ្ញុំអាចធ្វើកិច្ចការណាមួយដើម្បីឲ្យខ្ញុំអាចទទួលបានសេចក្តីសុចរិតនៅក្នុងព្រះភ័ក្ត្ររបស់ព្រះអង្គ the first thing that it does, it gives me a reason to boast in ហើយបើសិនជា myself. ខ្ញុំអាចធ្វើកិច្ចការណាមួយដែលឲ្យខ្ញុំបានសុចរិតនៅចំពោះព្រះជាម្ចាស់កិច្ចការដំបូងដែលកើតឡើងនោះគឺធ្វើឲ្យខ្ញុំមានអំណួត It gives me a reason to exalt myself above others. ហើយការនោះនឹងជាហេតុផលមួយដើម្បីឲ្យខ្ញុំអាចគេហៅថាយកលេសនៅក្នុងការអួតបំផាំងអំពីខ្លួនឯងបាន Turn to Romans chapter 3, verse 27. សូមបងប្អូនបើកទៅក្នុងរ៉ូមចំពុក3ខ27 Romans 3:27. គម្ពីររ៉ូមចំពុក3ខ And let's read verses 27 and 28. ខ្ញុំសូមអាននៅខ27និងខ28សម្រាប់ទៀងជាមួយខ្ញុំដូច្នេះតើមនុស្សអាចមានមូលហេតុអ្វីអួតអាងខ្លួនបានគ្មានទាល់តែសោះតើគេយកអ្វីជាទីពឹងលើការប្រព្រឹត្តអំពើល្អឬទេគេពឹងផ្អែកទៅលើជំនឿវិញត្បិតយើងដឹងថាព្រះជាម្ចាស់បានប្រោសឲ្យបានសុចរិតមកអំពីគេមានជំនឿមិនមែនមកពីគេបានប្រព្រឹត្តតាមក្រឹតវិន័យឡើយ There is no room for boasting ហើយគ្មានកន្លែងណាដែលយើងទាំងអស់គ្នាអាចអួតបំផាំងបានឡើយ because I've done absolutely nothing. ពីព្រោះកិច្ចការដែលយើងទាំងអស់គ្នាធ្វើគឺគ្មានកិច្ចការណាដែលយើងអាចធ្វើបាននោះឡើយ And someone might say, well, you believed, didn't you? ហើយប្រហែលជាគេថាអូប៉ុន្តែបងប្អូនធ្វើតាមរយៈការជឿ Yes, I did. ខ្ញុំជឿមែន But that was not of myself either. It was a gift of God. ប៉ុន្តែការដែលខ្ញុំជឿនោះមិនមែនដោយសារតែខ្លួនឯងទេប៉ុន្តែគឺជាអំណោយទានដែលព្រះជាម្ចាស់បានឲ្យមកខ្ញុំដែលធ្វើខ្ញុំជឿ Romans chapter 2, Ephesians chapter 2, verse 8, we are saved by grace through faith and that not of ourselves. It's a gift. What is a gift? គម្ពីរអេពីសូតចំពុក2ខ8បានប្រាប់ថាយើងទាំងអស់គ្នាបានទទួលការសង្គ្រោះដោយសារតែតាមរយៈព្រះគុណរបស់ព្រះជាម្ចាស់ Most people would say, well, grace, of course. ហើយមនុស្សជាច្រើនគេនិយាយថាអូខេព្រះគុណ Yes, grace is a gift. Yes, grace is a gift. ហើយព្រះគុណនោះគឺជាអំណោយទានដែរ But so is the faith that we need to put in Jesus Christ. ហើយដូចគ្នាជាមួយនឹងជំនឿដែលយើងទាំងអស់គ្នាអាចជឿលើព្រះយេស៊ូវគ្រីស្ទបានគឺការនោះគឺជាអំណោយទានមកអំពីព្រះដូចគ្នាដែរ There is a faith that everyone has. ហើយមានជំនឿដែលយើងទាំងអស់គ្នាមាន A faith that we exercise every day. ហើយជំនឿដែលយើងអនុវត្តជាហាត់ពុតលិតដំរាល់ថ្ងៃ A faith that if I go and push those buttons on the wall right there, ហើយជំនឿឧទាហរណ៍ថាយើងថាបើសិនជាខ្ញុំទៅខ្ញុំអាចចុចប៊ូតុងនោះបាន the fans, the lights, whatever they're connected to will go off. ហើយយើងមានជំនឿថាបើសិនជាខ្ញុំចុចកុងតាក់នេះទៅពន្លឺនឹងភ្លឺឬក៏រលត់ឬក៏កង្ហានឹងវិលឬក៏ឈប់វិលជាដើម But that is not the faith that will save me. អានោះគឺជាជំនឿប៉ុន្តែមិនមែនជាជំនឿដែលនាំឲ្យយើងទាំងអស់គ្នាបានទទួលការសង្ It's គ្រោះ the ទេ faith of Jesus Christ that He gives to me. ប៉ុន្តែជំនឿដែលនាំឲ្យយើងទាំងអស់គ្នាបានទទួលការសង្គ្រោះ
គឺជាជំនឿជឿលើព្រះយេស៊ូវគ្រីស្ទដែលជំនឿនោះឯងគឺជាអំណោយទានមកអំពីព្រះជាម្ចាស់ And what is the avenue that God gives me that faith? ហើយសួរថាតើព្រះជាម្ចាស់ព្រះអង្គឲ្យជំនឿនោះមិនដែរ Romans 10:17 នៅក្នុងគម្ពីររ៉ូមចំពុក10នៅខ says 10 faith comes by hearing and hearing the word of God. ប្រាប់ថាជំនឿគឺមកអំពីសេចក្តីដែលយើងបានស្ដាប់រីឯសេចក្តីដែលយើងបានស្ដាប់កើតមកអំពីព្រះបន្ទូលរបស់ព្រះគ្រីស្ទ You say, I have no reason to boast. ដូច្នេះហើយខ្ញុំគ្មានហេតុផលណាមួយដែលខ្ញុំអាចអួតបំផាន់ខ្លួនឯងបានទេ Paul said, if I will boast in anything at all, it will be in the cross of Jesus Christ. ហើយលោកប៉ូលប្រាប់ថាបើខ្ញុំអាចអួតបំផាន់បានគឺមានតែសេចក្តីនៃការអួតបំផាន់អំពីព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ God has chosen the foolish things of the world to confound the wise. ព្រះលោកប៉ូលបានជ្រើសរើស The foolish God things chose it. of the world to overpower the wisdom of man. ហើយព្រះជាម្ចាស់ព្រះអង្គបានជ្រើសរើសគេហៅថាអ្នកលីលាឬក៏សេចក្តីលីលានៅក្នុងលោកីដើម្បីជាការផ្ចេញចោលទៅដល់អ្នកដែលគេគិតថាគេមានសមត្ថភាពគេមានចំណេះដឹងខ្ពង់ខ្ពស់ That the preaching of the cross is foolishness. ហើយឲ្យសេចក្តីការបង្រៀនអំពីឈើឆ្កាងរបស់ព្រះជាម្ចាស់គឺជាសេចក្តីមួយដែលលីលានោះ Why has he chosen that? ប៉ុន្តែហេតុអីបានជាព្រះជាម្ចាស់ព្រះអង្គជ្រើសរើសឆ្នាំ He says this in verse 28 នៅក្នុងខទី28 of 1 Corinthians chapter 1. នៅក្នុងកូលថោខ្សែទី You don't need to turn there. That no flesh should glory. 1 No flesh should glory No flesh should glory. No flesh can say, why did this? ដើម្បីកុំឲ្យអ្នកណាម្នាក់អួតបំផាន់អំពីខាងនិស្ស័យលោកីរបស់ខ្លួនឯងបានឡើយ The only thing that we should boast and glory in is Jesus Christ and Him crucified. ហើយកិច្ចការដែលយើងទាំងអស់គ្នាអាចយកមកអួតបំផាន់បានគឺយើងអួតអំពីកិច្ចការដែលព្រះយេស៊ូវគ្រីស្ទទ្រង់ធ្វើនៅលើឈើឆ្កាង But there's a second thing that this self-righteousness will produce. ចំណុចទី2ដែលកាលណាបើសិនជាយើងទាំងអស់គ្នាពឹងអាងទៅលើសេចក្តីសុចរិតរបស់ខ្លួនឯងបានចំណុចទី2ដែលកើតឡើងគឺ It works to disprove the truth of the scriptures. ហើយនឹងធ្វើឲ្យសេចក្តីពិតរបស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងមានគេហៅថាល្អកក Jesus said to his disciples in John chapter 15 verse 5. នៅក្នុងគម្ពីរយូហានចំពុក15ខ5 He said, apart from me, you can do nothing. ហើយនៅក្នុងនោះព្រះបន្ទូលប្រាប់ថាបើអ្នករាល់គ្នាដាច់ពីខ្ញុំអ្នករាល់គ្នានឹងមិនអាចធ្វើអ្វីទាំងអស់ But my flesh is always trying to disprove that. ប៉ុន្តែនិស្ស័យសាច់ឈាមរបស់ខ្ញុំតែងតែធ្វើកិច្ចការដែលផ្ទុយដែលប្រឆាំងអំពីការទាំងអស់នោះ Surely I can do something. ហើយយើងតែងតែគិតថាអូខ្ញុំអាចធ្វើអីកិច្ចការណាមួយ No, we need to come to the conclusion that Paul did in Romans 7:18. ប៉ុន្តែអត់ទេហើយដូចជាល្បីលើលោកគាត់បានសរុបមកនៅក្នុងគម្ពីរ When he said, in me, that is in my flesh dwells no good thing. ដែលលោកពោគាត់បានប្រាប់ថានៅក្នុងខ្ញុំសេចក្តីគេហៅថានិស្ស័យលោកីរបស់ខ្ញុំគ្មានកិច្ចការណាមួយដែលល្អនោះឡើយ Now that's a real problem for man's ego. ហើយពេលដែលយើងនិយាយថាខ្លួនឯងឬកិច្ចការដែលយើងធ្វើគ្មានកិច្ចការណាល្អអានោះគឺបញ្ហាដែលសាមនុស្សយើងចូលចិត្តក្នុងការអួតបង្ហាញខ្លួនឯង Self-esteem. ហើយយើងតែងយើងគិតអំពីគេហៅថាភាពទុកចិត្តនៅលើខ្លួនឯង But it's not until man comes to the reality that apart from Christ, I am nothing. ប៉ុន្តែពេលយើងទាំងអស់គ្នាបានចូលទៅកាន់ព្រះយេស៊ូវគ្រីស្ទបានស្គាល់ព្រះអង្គយើងយល់យើងឃើញយើងដឹងថាចេញឆ្ងាយពីព្រះជាម្ចាស់យើងគ្មានការណាមួយដែលប្រសើរ That Christ can become everything. ហើយព្រះយេស៊ូវគ្រីស្ទក្លាយទៅជាគ្រប់យ៉ាងសម្រាប់ជីវិតយើងទាំងអស់គ្នា The more I try to hold on to my ways, my desires, my will, តរ៉ាប់ណាយើងនៅតែប្រកាន់ខ្ជាប់នៅថាទង្វើរបស់ខ្លួនឯងបំណងចេតនាអំពីគោលដៅរបស់ខ្លួនឯង it keeps Christ from having His way, His will done in my life. ការដែលយើងធ្វើដូច្នោះនឹងធ្វើឲ្យព្រះគ្រីស្ទឆ្ងាយអំពីយើងបំណងមហាតីរបស់ព្រះគ្រីស្ទនៅក្នុងជីវិតយើងបានឆ្ងាយពីយើង But then there's a third thing. ចំណុចទី And this is the most subtle, insidious thing of all. 3ហើយនេះគឺជាចំណុចដែលសំខាន់ជាងគេ
if there is anything that I can claim that made me right with God, ប្រសិនជាមានកិច្ចការណាមួយដែលអាចធ្វើឲ្យខ្ញុំបានសុចរិតនៅចំពោះព្រះជាម្ចាស់ then it allows me to retain some control of my life. ហើយបើសិនជាខ្ញុំគិតថាខ្ញុំអាចធ្វើអ្វីមួយដើម្បីបានសុចរិតចំពោះព្រះអង្គកិច្ចការនោះនឹងធ្វើឲ្យខ្ញុំបានគិតថាខ្ញុំអាចគ្រប់គ្រងអំពីដំណើរជីវិតរបស់ខ្លួនឯងបាន Some claim to my life. Some claim to my life. ហើយអ្នកខ្លះប្រកាសថាខ្ញុំជីវិតរបស់ខ្ញុំ I did it. I became righteous. ហើយខ្ញុំបានធ្វើខ្លួនឯងបានសុចរិត Then I can determine what direction my life goes. ហើយបានអួតខ្លួនឯងថាខ្ញុំអាចកំណត់ជោគវាសនានៅក្នុងជីវិតឬក៏ផ្លូវដែលខ្ញុំបានដើរខ្លួនឯង What I do, what I become. ហើយអ្វីដែលខ្ញុំធ្វើអ្វីដែលខ្ញុំនឹងខ្លាយទៅជា I can have some say so in my life. ហើយខ្ញុំអាចនិយាយបានដូច្នោះដោយសារតែខ្ញុំគឺជាអ្នកដែលគ្រប់គ្រងពីជីវិតខ្លួនឯង Dear precious people, បងប្អូនហើយ you need to realize something. បងប្អូនត្រូវតែដឹងអំពីកិច្ចការមួយ And that is that you had no part in your salvation. ហើយដែលបងប្អូនត្រូវដឹងថាយើងគ្មានចំណែកណាមួយដែលនាំឲ្យយើងទាំងអស់គ្នាបានទទួលការសង្គ្រោះនោះឡើយ Absolutely no part in មាន your កិច្ចការ salvation. ណាមួយដែលអស់លោកអ្នកបងប្អូនធ្វើដើម្បីឲ្យយើងបានចូលទៅការសង្គ្រោះនោះទេ Jesus said to his disciples in John 15:16, ហើយព្រះយេស៊ូវគ្រីស្ទបានមានព្រះបន្ទូលទៅសារីវ័តរបស់ទ្រង់នៅក្នុងគម្ពីរយ៉ូហានចំពុក15 he said, "You did not choose me, ហើយព្រះអង្គមានព្រះបន្ទូលថាអ្នករាល់គ្នាមិនបានជ្រើសរើសខ្ញុំទេ I chose you, ប៉ុន្តែខ្ញុំបានជ្រើសរើសអ្នករាល់គ្នា and I ordained you ហើយខ្ញុំបានតែងតាំងអ្នករាល់គ្នា that you should go forth and bear much fruit." ដើម្បីឲ្យបងប្អូនបានចេញទៅហើយបង្កើតផលផ្លែ You see, we think that our life is our own. ហើយយើងតែងតែគិតថាជីវិតរបស់យើងជីវិតរបស់ខ្ញុំគឺជាជីវិតរបស់ខ្ញុំ Not if Jesus purchased your life. ប៉ុន្តែបើសិនជាព្រះយេស៊ូវគ្រីស្ទទ្រង់បានបង់ថ្លៃនៃជីវិតរបស់យើងនោះហើយ The Corinthian church had this false belief. ហើយនៅក្នុងក្រុមជំនុំគេបានគិតខុសអំពីគេជឿដែលខុសឆ្គងបែបនោះ Turn in your Bibles to 1 Corinthians chapter 6, verse 19 and 20. សូមបើកទៅក្នុងគម្ពីរកូរិនថូស 1 Corinthians 6, 19 and 20. កូរិនថូសខ្សែទី1ជំពូក6ខ19និងខ20 Paul is going to ask them two rhetorical questions. លោកប៉ូលគាត់នឹងសួរបងប្អូនអ្នកជំនុំនៅក្នុងទីក្រុងកូរិនថូសអំពីសំណួរពីរ Why are they rhetorical? ហេតុអីបានជាសំណួរនេះ Because Paul had taught them this. ពីព្រោះថាលោកប៉ូលគាត់បានបង្រៀនទៅដល់ពួកគេរួចហើយ He says in verse 19, នៅក្នុងខ19 What? Do you not know that your body is the temple of the Holy Spirit? បងប្អូនមិនជ្រាបទេឬថារូបកាយរបស់បងប្អូនជាព្រះវិហាររបស់ព្រះវិញ្ញាណដ៏វិសុទ្ធដែលគង់នៅក្នុងបងប្អូន That word what is a very strong question. ហើយនេះគឺជាសំណួរដែលខ្លាំងក្លាមែន What? Don't you know this? ហើយក៏សួរជុំហេតុអីបានជាបងប្អូនអត់ដឹងដូច្នោះ He had taught them this. ហើយលោកប៉ូលគាត់បានបង្រៀនបងប្អូននៅក្នុងក្រុមជំនុំកូនធំដូច He នេះ had taught them your body is the temple of the Holy Spirit. គាត់បានបង្រៀនដល់ជំនុំហើយប្រាប់ថាយើងរូបកាយរបស់ពួកគាត់គឺជាព្រះវិហាររបស់ព្រះវិញ្ញាណបរិសុទ្ធ So why did he ask them this? ប៉ុន្តែហេតុអីបានជាលោកប៉ូលក៏បានសួរអ្នកជំនុំដូចនេះ Because how they were living their life ពីព្រោះជាដោយសារគាត់ឃើញអំពីរបៀបដែលបងប្អូនអ្នកជំនុំបានរស់នៅ contradicted what they said they believed. របៀបដែលពួកគេរស់នៅផ្ទុយពីអ្វីដែលពួកគេបានជឿ The second question សំណួរទី2ដែលលោកប៉ូលក៏បានសួរ needs to be prefaced with the first question. ហើយគឺជាសំណួរដែលពាក់ព័ន្ធជាមួយនឹងសំណួរទី1ដែរ What? Do you not know that you are not your own? តើបងប្អូនទាំងអស់គ្នាអត់ដឹង What? Do you not know that you do not belong to yourself? តើបងប្អូនទាំងអស់គ្នាអត់ដឹងថាបងប្អូនមិនមែនជាកម្មសិទ្ធិរបស់បងប្អូនតទៅទៀតឬទេ Why did he ask him this question? ប៉ុន្តែហេតុអីបានជាលោកប៉ូលបានសួរអ្នកជំនុំនៅសំណួរដូចនេះ Again, because of how they were living their life. ដូចគ្នាដែរគឺដោយសារតែគាត់ឃើញអំពីរបៀបដែលបងប្អូនអ្នកជំនុំបានរស់នៅផ្
ទុយអំពីអ្វីដែលពួកគាត់បានជឿ They were living their life like, this is my life. ពួកគេបានរស់នៅក្នុងជីវិតមួយបានប្រាប់ថានេះគឺជាជីវិតរបស់ខ្ញុំ I'm the captain of my ship. ខ្ញុំគឺជាម្ចាស់ឬក៏ជាអ្នកបើកបរនៅយានជំនិះឬក៏កប៉ាល់របស់ខ្ញុំ I'm the one that sets the course for my life. ខ្ញុំគឺជាម្នាក់ដែលសម្រេចផ្លូវជាអ្នកកំណត់ផ្លូវដែលខ្ញុំដើរ Listen, dear ones. បងប្អូនហើយសូមបានស្ដាប់ If you have been bought by Jesus, ប្រសិនជាអស់លោកអ្នកបងប្អូនបានកើតជាថ្មីនៅក្នុងព្រះយេស៊ូវគ្រីស្ទ you do not belong to yourself. បងប្អូនមិនមែនជាកម្មសិទ្ធិរបស់បងប្អូនតទៅទៀតទេ You are not your own. បងប្អូនមិនមែនជាខ្លួនបងប្អូនតទៅទៀតទេ And some of you ហើយបងប្អូនខ្លះ are living your life like it's your ហើយ life. បងប្អូនខ្លះប្រហែលជាកំពុងតែរស់នៅក្នុងជីវិតដែលហាក់ដូចថាជីវិតនេះជារបស់ខ្ញុំ You make your plans. ហើយបងប្អូនរៀបចំគម្រោងផែនការ You have your 1-year plan, ហើយបងប្អូនមានផែនការ Your ក្នុងរយៈពេល 5-year 1ឆ្នាំ plan. 5ឆ្នាំ your 20-year ឬក៏ plan, 20ឆ្នាំ and you fail to realize ហើយបងប្អូនបានអត់ You បានយល់ខុស are not your own. បងប្អូនភ្លេចថាបងប្អូនមិនមែនជាកម្មសិទ្ធិរបស់ខ្លួនឯងទៀតទេ What does verse 20 of 1 Corinthians 6 say? តើនៅក្នុងខទី20មិញមានព្រះបន្ទូលយ៉ាងម៉េច You have been bought with a price. បងប្អូនទាំងអស់គ្នាត្រូវបានបង់ថ្លៃដោយព្រះយេស៊ូវគ្រីស្ទ What was that price? ហើយតម្លៃនោះគឺជាអ្វី Dollars or real? បង់ថ្លៃដោយតម្លៃមួយនោះតើតម្លៃនោះគឺជាប្រាក់ជាដុល្លារ You've been bought with the precious blood of Jesus. គឺយើងទាំងអស់គ្នាត្រូវបានបង់ត្រូវបានលួសដោយសារព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ Because of that, you are to glorify God in your body because it's His. ដោយសារដូច្នេះហើយយើងទាំងអស់គ្នាត្រូវតែលើកតម្កើងព្រះយេស៊ូវគ្រីស្ទតាមរយៈរូបកាយរបស់យើង You continue to live your life like it's yours. ហើយបងប្អូននៅតែបន្តរស់នៅក្នុងជីវិតមួយហាក់ដូចជាជីវិតនោះជាកម្មសិទ្ធិរបស់ខ្លួនឯង It's not yours. មិនមែនជាកម្មសិទ្ធិរបស់បងប្អូនតទៅទៀតទេ He purchased you. ព្រះអង្គបានទិញព្រះអង្គបានបង់ថ្លៃរូបកាយបងប្អូនហើយជីវិត And បងប្អូន therefore, your body is to bring glory to Him. ដូច្នេះហើយរូបកាយរបស់បងប្អូនទាំងអស់គ្នាគឺដើម្បីលើកតម្កើងសេរីរុងរឿងរបស់ព្រះជាម្ចាស់ Back in John 15, we quoted this earlier. នៅក្នុងគម្ពីរយូហានជំពូក15ដែលយើងបាននិយាយគ្នា You did not choose me, I chose you. ព្រះបន្ទូលព្រះយេស៊ូវគ្រីស្ទបានមានព្រះបន្ទូលថាខ្ញុំអ្នកមិនបានជ្រើសរើសខ្ញុំប៉ុន្តែខ្ញុំ And បាន I ជ្រើសរើសអ្នករាល់គ្នា ordained you. ហើយខ្ញុំបានតែងតាំងអ្នករាល់គ្នា Why? ហេតុអី Why did Jesus choose you? ហេតុអីបានជាព្រះយេស៊ូវគ្រីស្ទរើសបងប្អូនទាំងអស់គ្នា That you would go forth and bear much fruit. ដើម្បីឲ្យបងប្អូនបានចេញទៅហើយបង្កើតផលផ្លែ Bearing fruit is a mark of a true disciple of Jesus Christ. ហើយការបង្កើតផលផ្លែគឺជាចំណែកនៅក្នុងជីវិតពិតប្រាកដរបស់អ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទ Why is fruit important? ហេតុអ្វីបានជាការនោះសំខាន់ Back in verse 8 of chapter 15, នៅក្នុងយូហានជំពូក15ខ8បានប្រាប់ថា Jesus says that in this is my Father glorified, that you bear much fruit. ហើយព្រះបន្ទូលរបស់ព្រះយេស៊ូវគ្រីស្ទប្រាប់ថាបងប្អូននឹងបង្កើតផលផ្លែដើម្បីថ្វាយស្រីល្អទៅកាន់ព្រះបិតា What brings glory to the Father? ហើយសួរថាកិច្ចការអីដែលនាំឲ្យព្រះបិតាបានទទួលនូវសេរីរុងរឿង A fruitful life. គឺជាជីវិតដែលបង្កើតផលផ្លែ And as long as you are in control, ហើយប្រសិនជាបងប្អូននៅតែគ្រប់គ្រងខ្លួនឯង as long as you are trying to hold on to some part of your life, ហើយប្រសិនជាបងប្អូននៅតែបន្តព្យាយាមគ្រប់គ្រងជីវិតរបស់ខ្លួនឯង Christ cannot be everything in you. ពេលនោះព្រះយេស៊ូវគ្រីស្ទមិនបានគ្រប់គ្រងលើជីវិតរបស់បងប្អូនទេពីព្រោះបងប្អូននៅតែប្រកាន់ភ្ជាប់ពីខ្លួនឯង In order for Christ to be all in my life, I have to be nothing. ដើម្បីឲ្យព្រះយេស៊ូវគ្រីស្ទបានពេញបានគ្រប់គ្រងលើជីវិតរបស់យើងទាំងអស់គ្នាយើងត្រូវតែគេហៅថាសម្អាតជីវិតយើង Because my life is to be found in Him. ពីព្រោះជីវិតយើងទាំងអស់គ្នាបានឃើញបានស្វែងរកឃើញនៅក្នុង In His will being done in my life. In His will នៅ being done in my សូម life. ឲ្យបំណងមហាតីរបស់ព្រះយេស៊ូវគ្រីស្ទបានកើតឡើងសម្រេចនៅក្នុងជីវិតរបស់យើង And so now let me just give you one other verse. ហើយសូមមើលមុខខមួយទៀត We quoted Ephesians 2:8 and 9.
ហើយនៅក្នុងគម្ពីរអេផេសូចំពុក2ខ8ខ9 I'm sure you know it well, you probably memorized it. ហើយខគម្ពីរនេះប្រហែលជាបងប្អូនដឹងហើយក៏អាចជួនកាលទន្ទិញចាំមាត់ទៀត But I hope you never use that verse again without verse 10. ហើយប៉ុន្តែខ្ញុំសង្ឃឹមថាបងប្អូននឹងមិនប្រើខគម្ពីរនេះម្ដងហើយម្ដងទៀតដែលមិនបានបញ្ជាក់នៅក្នុងខ10នោះទេ Because verse 10 tells us why he saved us by grace through faith. ពីព្រោះនៅក្នុងខ10នៅក្នុងអេផេសូចំពុក2បានប្រាប់អំពីថាហេតុអីបានជាព្រះយេស៊ូវគ្រីស្ទបានសង្គ្រោះយើងទាំងអស់គ្នាតាមរយៈជំនឿ We love being saved by grace through faith. យើងទាំងអស់គ្នាបងប្អូនទាំងអស់គ្នាយើងស្រឡាញ់ជាមួយនឹងការដែលយើងទាំងអស់គ្នាបានទទួលការសង្គ្រោះតាមរយៈជំនឿនៅក្នុងប្រគុណរបស់ព្រះអង្គ But we don't like the responsibility that comes with it. ប៉ុន្តែយើងអត់ចូលចិត្តជាមួយនឹងទំនួលខុសត្រូវរបស់យើងពេលដែលយើងបានទទួលការសង្គ្រោះហើយតើយើងត្រូវ He says, "For you are his workmanship created in Christ Jesus unto good works." នៅក្នុងអេពីសូតចំពុក2ខ10បានប្រាប់ថាយើងជាស្នាព្រះហស្ថដែលព្រះជាម្ចាស់បានបង្កើតមកនៅក្នុងអង្គព្រះគ្រីស្ទយេស៊ូវ It's not just grace and faith to live the way that I want to live. It is not just grace through faith មិនមែនគ្រាន់តែជំនឿតាមរយៈព្រះគុណ to live how I want to live. ហើយដើម្បីឲ្យរស់នៅតាមរបៀបដែលខ្ញុំចង់រស់នៅនោះទេ But now Christ can live through me. ប៉ុន្តែព្រះយេស៊ូវគ្រីស្ទព្រះអង្គចង់រស់នៅតាមរយៈជីវិតរបស់យើង Paul said in Galatians 2:20, I am crucified with Christ. ហើយលោកប៉ូលបានប្រាប់នៅក្នុងគម្ពីរកាឡាទីប្រាប់ថាខ្ញុំបានត្រូវឆ្កាងជាមួយនឹងព្រះយេស៊ូវគ្រីស្ទ And it's no longer I who live, ហើយគ្មានអីថាតទៀតតែខ្ញុំត្រូវរស់នៅនោះទេ but Christ lives in me. ប៉ុន្តែមានតែព្រះគ្រីស្ទទេដែលរស់នៅក្នុងខ្ញុំ And now I live by faith in the Son of God who loved me. ហើយឥឡូវខ្ញុំរស់នៅដោយជឿដោយជំនឿដែលព្រះយេស៊ូវគ្រីស្ទព្រះអង្គគង់នៅក្នុងខ្ញុំ And gave himself for me. ហើយដែលព្រះអង្គបានឲ្យលះបង់ខ្លួនទ្រង់សម្រាប់យើងទាំងអស់គ្នា And so now, having been purchased by the blood of Christ, ហើយយើងបានលួសបានបង់ថ្លៃដោយសារតែព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ here comes the new man. ហើយយើងបានខ្លាយទៅជាអ្នកកើតជាថ្មី Here comes the second part of 2 Corinthians 5:17. ហើយជាចំណែកផ្នែកទី2នៅក្នុងគម្ពីរកូរិនថូសផ្សាយទី We looked at the old things that have passed away. 2យើងបានឃើញអំពីកិច្ចការពីមុននិស្ស័យចាស់បានផុតហើយ What now are the new things that are becoming new? ប៉ុន្តែកិច្ចការថ្មីជីវិតថ្មីយើងថ្មីដែលមានថ្មីនៅក្នុងព្រះយេស៊ូវគ្រីស្ទ Well, this is where we go back to our text in Colossians 3. យើងមើលនៅក្នុងកូឡូសចំពុក3តទៅមុខទៀត What is my new life to look like? តើជំនឿសំទោសតើជីវិតថ្មីរបស់ខ្ញុំជាជីវិតមួយយ៉ាងដូចម្ដេច What is my life now that I'm no longer mine but Christ? What is it to look like? ប៉ុន្តែជីវិតថាជីវិតថ្មីរបស់ខ្ញុំលែងជាជីវិតខ្លួនឯងប៉ុន្តែជីវិតរបស់ព្រះយេស៊ូវគ្រីស្ទនៅក្នុងខ្ញុំតើការនោះមានរបៀបដូចម៉េចដែរ Verse 1. នៅខ1 Now in the English Bible it uses the word if. ហើយនៅក្នុងព្រះគម្ពីរភាសាអង់គ្លេសប្រើពាក្យថាប្រសិនបើ But there's 3 Greek prepositions that are all translated into English as if. ហើយមានពាក្យ3ដែលគេបកប្រែមកដូចជាពាក្យប្រសិនបើនៅក្នុងភាសាអង់គ្លេស And this if is not maybe not. It's not uncertain. ហើយពាក្យភាសាអង់គ្លេសហ្នឹងពាក្យប្រសិនបើហ្នឹងមិនមែនដោយសារអត់ច្បាស់លាស់នោះទេ Rather it has certainty to it. ប៉ុន្តែគឺជាពាក្យមួយដែលបញ្ជាក់ន័យថាប្រយោគនេះគឺជាប្រយោគមួយដែលច្បាស់ពិតប្រាកដ To understand it correctly it should say since you have been raised with Christ. ហើយដោយត្រឹមត្រូវនោះគឺថាគួរតែបកប្រែថាពីព្រោះដោយសារតែឬក៏ពីព្រោះតែ Because you've been risen with Christ. ដោយសារតែបងប្អូនបានរស់នៅឡើងវិញជាមួយព្រះយេស៊ូវគ្រីស្ទ This now is what your life is to look like. ហើយនេះឥឡូវជីវិតរបស់បងប្អូនថ្មីមើលទៅបែបនេះ And what is the first thing that Paul says? តែលោកប៉ូលបាននិយាយយ៉ាងប្រូចបែកនៅក្នុងខ1 Seek those things above. លោកប៉ូលតាមរយៈព្រះគម្ពីរខ1ប្រកាសចូលស្វែងរកអ្វីនៅស្ថានលើ Where Christ is seated. ជាស្ថានដែលព្រះគ្រីស្ទគង់នៅខាងស្ដាំព្រះជាម្ No ចាស់ longer seek your own will, your own life, your own desires. កុំឲ្យយើងទាំងអស់គ្នាបានស្វែងរកបំណងមហាតីឬក៏ដួងចិត្តរបស់ខ្លួនឯង
ប៉ុន្តែយើងបំរកអំពីអ្វីដែលនៅខាងសួគ៌វិញ But Lord, what is your will? ហើយយើងសួរថាព្រះអង្គអើយតើបំណងមហាតីរបស់ព្រះអង្គសម្រាប់ជីវិតខ្ញុំ What គឺ do you អ្វី desire of my life? តើព្រះអង្គចង់ឲ្យជីវិតរបស់ខ្ញុំយ៉ាងម៉េចដែរ It's not mine anymore. You've made clear in your word that you've purchased យើង me. សួរទៅកាន់ព្រះអង្គថាព្រះអង្គអើយលែងជាជីវិតខ្ញុំហើយព្រះបន្ទូលបានប្រាប់ថាព្រះអង្គបានលួសថ្លៃជីវិតរបស់ខ្ញុំហើយ My life no longer belongs to me. ហើយជីវិតរបស់ខ្ញុំលែងជាកម្មសិទ្ធិរបស់ខ្ញុំទៀតហើយ And dear ones, I hope and I pray that you will come to that realization soon. ហើយចង់ឲ្យបងប្អូនខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាបានយល់អំពីការនោះ That you will do as Paul begged the Roman believers to do. ដែលលោកពូលតែបងប្អូនទាំងអស់គ្នានឹងធ្វើដូចជាអ្វីដែលលោកពូលបានសុំឲ្យបងប្អូននៅក្នុងក្រុមជំនុំទីក្រុងរ៉ូម Romans 12, 1 and 2. លោកពូលបានប្រាប់ទៅបងប្អូនក្រុមជំនុំក្នុងរ៉ូមចំពុក12ខ1ខ2 I beg you, therefore, brethren, by the mercies of God, that you offer yourself a living sacrifice. ហើយលោកពូលបានប្រាប់ថាខ្ញុំសូមអង្វរចង់ឲ្យដោយសារតែព្រះគុណរបស់ឬក៏សេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់សូមបងប្អូនmercy A living sacrifice. សូមបងប្អូនទាំងអស់គ្នាបានថ្វាយរូបកាយរបស់បងប្អូនសម្រាប់ព្រះជាម្ចាស់ He's not talking to unbelievers, inviting them to accept Christ. លោកពូលទៅសេនៅក្នុងគម្ពីររ៉ូមមិនមែនទៅសេទៅកាន់បងប្អូនដែលអត់ជឿដើម្បីគេបានជឿលើព្រះយេស៊ូវគ្រីស្ទនោះទេ He's talking to believers, begging them to surrender ប៉ុន្ their តែគាត់ life. បានទៅសេទៅកាន់បងប្អូនដែលជឿនៅក្នុងទីក្រុងរ៉ូមដើម្បីឲ្យពួកគេបានចុះចូលថ្វាយជីវិតពួកគេទាំងស្រុងទៅកាន់ព្រះយេស៊ូវគ្រីស្ទ And some of you have never done that. ហើយបងប្អូនខ្លះនៅទីនេះប្រហែលជាអត់ដែលធ្វើអំពីកិច្ចការនោះ Others of you have done that, ប្រហែលជាបងប្អូនមួយចំនួនបានធ្វើកិច្ចការនោះហើយ but at some point in time you reached out and you took that life off the altar. ហើយមានពេលវេលាមួយខ្លះបងប្អូនខ្លះពេលដែលយើងបានថ្វាយទៅកាន់ព្រះអង្គហើយនៅក្នុងជីវិតដំណើរពេលយើងដើរជាមួយព្រះអង្គយើងដកជីវិតយើងចេញជីវិតយើងដែលធ្លាប់ថ្វាយទៅកាន់ព្រះអង្គយើងចេញអំពីអាសនៈរបស់ព្រះអង្គវិញ And now you're living for yourself. ហើយយើងចាប់ផ្ដើមរស់នៅក្នុងជីវិតសម្រាប់ខ្លួន That's ឯង why Jesus said to everyone that would come after him, ហើយដូច្នេះហើយបានជាព្រះយេស៊ូវគ្រីស្ទបានបង្រៀនបានប្រាប់ថាសូមឲ្យគេបានមកតាមព្រះអង្គ whoever will follow me, អ្នកដែលដើរតាមខ្ញុំ let him deny himself សូមឲ្យពួកគាត់បានបដិសេធខ្លួនឯងបានលះបង់ខ្លួនឯង and take up his cross daily. ហើយសូមបានលីឈើឆ្កាងរបស់ទ្រង់រាល់ថ្ងៃ That daily need to acknowledge my life is not my own. ហើយដើម្បីឲ្យគេបានទទួលស្គាល់ថាជីវិតរបស់ពួកគេផ្ទាល់មិនមែនជាជីវិតរបស់ពួកគេទៀតទេ Lord, here's my life. ព្រះអង្គហើយនេះគឺជាជីវិតរបស់ខ្ញុំ You purchased it. ព្រះអង្គបានបង់ថ្លៃជីវិតរបស់ខ្ញុំ It's yours. ជីវិតខ្ញុំគឺជាកម្មសិទ្ធិ You របស់ do ព្រះអង្គ with it what you want. សូមព្រះអង្គបានប្រើជីវិតខ្ញុំតាមបំណងមហាតីរបស់ទ្រង់ And you see, the Holy Spirit is at work in that person's life. ហើយព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងជីវិតរបស់អ្នកនោះ As you continue in Romans 12:2, ហើយយើងបន្តនៅក្នុងគម្ពីររ៉ូមចំពុក12ខ2 to give new desire, ដើម្បីឲ្យយើងមានបំណងចិត្តថ្មី to no longer be conformed to this world, ដើម្បីឲ្យយើងទាំងអស់គ្នាលែងយកតម្រាប់តាមលោកី but be transformed by the renewing of your mind. ប៉ុន្តែបានផ្លាស់ប្រែគំនិតចិត្តគំនិតជាថ្មីនៅក្នុងព្រះអង្គ To give you a new thoughts in your mind, ដើម្បីឲ្យយើងមានគំនិតថ្មី so that the life of Christ might be manifested in you. ដើម្បីឲ្យជីវិតរបស់ព្រះយេស៊ូវគ្រីស្ទបានលើកដំកើងនៅក្នុងទូកាយរបស់យើងទាំងអស់គ្នា We see this in Paul's life. យើងឃើញអំពីការនោះនៅក្នុងជីវិតរបស់លោកពូល In Philippians chapter 1, នៅក្នុងគម្ពីរភីលីបចំពុក1 he said that Christ shall be magnified in my life, whether by life or by death. ដែលព្រះយេស៊ូវគ្រីស្ទត្រូវបានលើកដំកើងនៅក្នុងជីវិតរបស់ខ្ញុំទោះបីជាខ្ញុំរស់ឬក៏ខ្ញុំស្លាប់ក្តី Because for me to live is Christ and die is gain. ព្រោះប្រាប់ថាបើខ្ញុំរស់រួមជាមួយនឹងព្រះគ្រីស្ទប៉ុន្តែបើខ្ញុំបានស្លាប់ខ្ញុំមិនស្លាប់ You see, so many of these words in God's word have just become words to us. So many of the words in the Bible មានព្រះបន្ទូលច្រើននៅក្នុងព្រះគម្ពីរ have become just words. ហើយដែលព្រះបន្ទូលទាំងអស់នោះជួនកាលคล้ายទៅជាគ្រាន់តែជាព្រះបន្ទូល
We become so familiar with them. តែយើងអានយូរទៅយើងស្គាល់ព្រះបន្ទូលហើយគ្រាន់អានទៅគ្រាន់តែជាព្រះបន្ទូលគ្រាន់តែជា We maybe even have memorized them. ហើយជួនកាលព្រះបន្ទូលនោះយើងអាចចងចាំតទៅទៀត We can quote them. ហើយយើងអាចគេហៅថាដកយកព្រះបន្ទូលនោះមក But dear ones, are they real in your life? ប៉ុន្តែសួរថាព្រះបន្ទូលដែលបងប្អូនចាំបងប្អូនអានបងប្អូនឃើញនោះតើព្រះបន្ទូលនោះពិតនៅក្នុងជីវិតរបស់អស់លោកអ្នកបងប្អូនដែរទេ God's word is known as the living word. ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាព្រះបន្ទូលដែលរស់ Are they living in you? តើព្រះបន្ទូលទាំងអស់នោះរស់នៅក្នុងជីវិតអស់លោកអ្នកបងប្អូនដែរទេ What are you living for? តើបងប្អូនកំពុងតែរស់នៅសម្រាប់ Who នរ are ណា you living for? សម្រាប់នរណាសម្រាប់អ្វី Where's your mind? តើចិត្តគំនិតបងប្អូននៅទីណា Is it set upon the things of God where Christ is seated? តើយើងចិត្តគំនិតរបស់យើងទាំងអស់គ្នាកំពុងតែផ្ដោតទៅលើកិច្ចការរបស់ព្រះអង្គឬក៏យ៉ាងម៉េច Is your mind on the things above? តើចិត្តគំនិតរបស់បងប្អូនគិតពីអ្វីដែលនៅឋានសួគ៌ឬក៏ That's where your affections are. ហើយបើសិនជាចិត្តគំនិតយើងនៅឋានសួគ៌មកឲ្យយើង What is the master passion of your life? តើអ្វីដែលជាបំណងចិត្តរបស់យើងនៅក្នុងជីវិតរបស់យើង Is it that Christ would be glorified in your life at no matter what the cost? តើចិត្តគំនិតយើងចង់ឲ្យព្រះគ្រីស្ទត្រូវបានលើកដំកើងនៅក្នុងជីវិតយើងទោះបីជាយើងត្រូវចំណាយអីឬខាត់បង់អីក៏ដោយឬក៏ទេ If not, បើសិនជាមិនអត់ទេ there's only one thing មានកិច្ចការមួយ to do. កិច្ចការមួយដែលបងប្អូន Now, there's two things you can do, កិច្ចការពីរដែលបងប្អូនអាចធ្វើ but there's only one thing that you should do, ហើយមានកិច្ចការតែមួយដែលបងប្អូនគួរតែធ្វើ and that is repent. គឺព្រះយេស៊ូវគ្រីស្ទ Turn your back on the self life. Turn your back on the old life សូមបងប្អូនទាំងអស់គ្នាបានលះបង់នៅជីវិតចាស់របស់យើង of you having some control on your life. ហើយដែលយើងធ្លាប់ជាអ្នកមួយដែលគេកាន់ខ្ជាប់តែជីវិតរបស់យើងខ្ញុំជាអ្នកដែលសម្រេចជោគវាសនាជីវិត No longer seek for your own will to be done. សូមបងប្អូនលះបង់ហើយសូមបងប្អូនកុំឲ្យយើងបំណក់ស្វែងរកអ្វីនៅក្នុងជីវិតគ្រាន់តែជីវិតរបស់យើងនោះទៀតឡើយ And be sure ប៉ុន្តែសូមឲ្យប្រកាស that when you make that decision, ប៉ុន្តែនៅពេលដែលបងប្អូនបានធ្វើការសម្រេចចិត្ត God will test your genuineness to នៅ that. ពេលដែលយើងចង់រស់នៅក្នុងជីវិតមួយដែលអនុញ្ញាតឲ្យព្រះបានដឹកនាំជីវិតយើង Do you really want my will to be done in your life? ព្រះនឹងធ្វើតេស្តនៅក្នុងជីវិតបងប្អូនទាំងអស់គ្នាហើយព្រះនឹងសួរថាបងប្អូនយើងទាំងអស់គ្នាពិតជាចង់ឲ្យបំណងមហាតីរបស់ព្រះជាម្ចាស់សម្រេចនៅក្នុងជីវិតរបស់យើងមែនដែរឬទេ Let's be through with this self life. Let's be done with it. ហើយសូមឲ្យយើងទាំងអស់គ្នាបានឈប់គិតគូរអំពីខ្លួនឯងជីវិតចាស់របស់យើងតទៅទៀត Let Christ have his way in your life. ហើយសូមឲ្យព្រះយេស៊ូវគ្រីស្ទជាអ្នកមួយដែលជាកាន់កាប់នៅក្នុងជីវិតរបស់បងប្អូនទាំងអស់គ្នា Plead with God. ហើយសូមបានដើរជាមួយព្រះអង្គទូលជាមួយទៅកាន់ទ្រង់ Make these words real in my life. ហើយសូមឲ្យព្រះបន្ទូលរបស់ព្រះអង្គទាំងនេះបានពិតនៅក្នុងជីវិតយើងទាំងអស់គ្នា Not just on Sunday morning when we come and gather together, មិនមែនគ្រាន់តែថ្ងៃអាទិត្យដែលយើងទាំងអស់គ្នាពេលព្រឹកបានមកឲ្យជួបជុំនៅក្នុងក្រុមជំនុំ but in every day of my life. ប៉ុន្តែគ្រប់រាល់ថ្ងៃនៅក្នុងជីវិតយើងទាំងអស់គ្នា Sorry for going over. This is my last verse. ហើយអធិស្ឋានដែលខ្ញុំវាខួសមកបន្តិចប៉ុន្តែខចុងក្រោយហើយ Turn to Hebrews chapter 11. សូមមកបើកទៅក្នុងហេព្រើរចំពុក And you know, so many of the verses that we have looked at this morning, ហេព្រើរចំពុក11ហើយមានខគម្ពីរច្រើនដែលយើងបានមើលនៅក្នុងព្រឹកនេះ I encourage you, ask God to make these verses true in your life. ខ្ញុំលើកទឹកចិត្តដល់បងប្អូនទាំងអស់គ្នាស្ទូលសូមទៅកាន់ព្រះជាម្ចាស់ឲ្យគ្រប់ទាំងព្រះបន្ទូលទាំងអស់នេះខ្លាយទៅជាពិតនៅក្នុងជីវិតលោកអ្នកបងប្អូន Don't just know them កុំមិនគ្រាន់តែគាត់តែដឹងព្រះបន្ទូលស្គាល់ព្រះបន្ទូល or memorize ឬ them. ក៏ចងចាំព្រះបន្ទូល Plead with God, God, make these true in my life. ទូលទៅកាន់ព្រះជាម្ចាស់ហើយប្រាប់ថាព្រះអង្គអើយសូមឲ្យព្រះបន្ទូលទាំងអស់នេះខ្លាយទៅជាភាពពិតនៅក្នុងជីវិតរបស់ខ្ញុំ Make it true that for me to live as Christ សូមឲ្យការទាំងអស់នោះខ្លាយទៅជាពិតដែលថាខ្ញុំ
សម្រាប់ខ្ញុំបើខ្ញុំរស់រួមជាមួយនឹងព្រះគ្រីស្ទ That Christ would be glorified in my body no matter what the cost. ដែលព្រះយេស៊ូវគ្រីស្ទនឹងត្រូវបានលើកតម្កើងតាមរយៈរូបកាយរបស់ខ្ញុំទោះបីជាមានរឿងអីកើតឡើងចំពោះខ្ញុំក៏ដោយ Lord, make it true that I seek the things above where Christ is seated. ព្រះអង្គអើយសូមឲ្យការទាំងនោះពិតប្រាកដដែលដួងចិត្តគំនិតរបស់ខ្ញុំបានផ្ដោតទៅលើអ្វីនៅឋានសួគ៌គឺជាកន្លែងដែលព្រះជាម្ចាស់គង់នៅខាងស្ដាំដៃរបស់ព្រះបិតា Hebrews chapter 11 verses 13 through 16. ហេព្រើរជំពូក11ខ13ទៅដល់ខ16 Read them, please. បុព្វបុរសទាំងនោះបានស្លាប់ទៅទាំងមានជំនឿដដែលពួកលោកអត់បានទទួលអ្វីតាមព្រះបន្ទូលសន្យាទីតែបានឃើញនឹងអបអរទទួលពីចម្ងាយហើយប្រកាសទទួលស្គាល់ថាពួកលោកគ្រាន់តែជាជនបរទេសដែលធ្វើដំណើរនៅលើផែនដីនេះប៉ុណ្ណោះអ្នកណានិយាយដូច្នេះបង្ហាញឲ្យឃើញច្បាស់ថាគេបានស្វែងរកមាតុភូមិមួយប្រសិនបើបុព្វបុរសនោះនឹងស្រុកដែលបានចាក់ចេញមកលោកមកជាមានឱកាសវិលត្រឡប់ទៅវិញជាពុំខានតាមពិតពួកលោកចង់មានមាតុភូមិមួយដ៏ប្រសើរជាងគឺមាតុភូមិនៅស្ថានបរមសុខឯណោះហើយនេះហើយបានជាព្រះជាម្ចាស់មិនខ្មាស់នឹងឲ្យគេហៅព្រះជាម្ចាស់ថាព្រះអង្គថាជាព្រះរបស់បុព្វបុរសទាំងនោះឡើយបិទព្រះអង្គបានរៀបចំក្រុងមួយសម្រាប់ពួកលោករួចទៅហើយ In verse 13, a stranger is away from home. ហើយនៅក្នុងខ13បានប្រាប់ថាពួកគាត់ទាំងអស់នោះគឺជាអ្នកមួយដែលនៅឆ្ងាយពីភូមិកំណើតរបស់ខ្លួនផ្ទះរបស់ខ្លួន In verse 13, a pilgrim is heading towards home. ហើយនៅក្នុងចំពោះខ13នេះប្រាប់ថាពួកគាត់កំពុងតែធ្វើដំណើរសម្ដៅទៅលើមាតុភូមិរបស់គាត់ This is not home for the disciple of Jesus ហើយ Christ. នេះមិនមែនជាផ្ទះឬក៏មាតុភូមិរបស់សាវកនោះទេអ្នកដែលជឿលើព្រះអង្គនោះទេ We're strangers here in this world. យើងគឺជាជនបរទេសនៅលើផែនដីនេះ We're pilgrims heading towards heaven. ដែលយើងកំពុងតែធ្វើដំណើរទៅកាន់ឋានសួគ៌ដែលគឺជាមាតុភូមិកំណើតរបស់យើង We're seeking a country whose builder and maker is God. ហើយយើងកំពុងតែធ្វើដំណើរទៅកាន់មាតុភូមិដែលជាកន្លែងដែលព្រះអង្គគឺជាអ្នកដែលបង្កើតជាព្រះ Read the rest again. Let's pray. សូមអធិដ្ឋាន Father, I thank you so much for your word. ព្រះអង្គឲ្យគុណអរគុណទ្រង់សម្រាប់ព្រះបន្ទូលរបស់ព្រះអង្គ Your word that is true. ព្រះបន្ទូលដែលគឺជាព្រះបន្ទូលដ៏ពិត Your word that gives us what is right. ព្រះបន្ទូលដែលបង្ហាញមកប្រាប់យើងទាំងអស់គ្នាថាអ្វីដែលជាកិច្ចការដែលពិតប្រាកដ Your word that reveals to us what is not right. ព្រះបន្ទូលដែលប្រាប់ឲ្យយើងទាំងអស់គ្នាថាតើអ្វីដែលជាមិនត្រឹមត្រូវ Your word that instructs us in righteousness. ជាព្រះបន្ទូលដែលណែនាំយើងទាំងអស់គ្នាអំពីសេចក្តីសុចរិត Your word that changes us from glory to glory. តែព្រះបន្ទូលដែលបំផ្លាស់ប្រែយើងទាំងអស់គ្នាឲ្យបានទទួលសេចក្តីរុងរឿងនៅក្នុងព្រះអង្គ Father, I pray for my precious brothers and sisters here. ព្រះអង្គឲ្យគុណអធិដ្ឋានសម្រាប់បងប្អូននៅទីនេះ That you, Lord, would have your way in their life. តែព្រះអង្គបានដាក់នៅដំណើរផ្លូវរបស់ព្រះអង្គនៅក្នុងជីវិតបងប្អូននៅទីនេះ That your will would be done in and through their lives. ដែលបំណងមហាតីរបស់ព្រះអង្គបានសម្រេចនៅក្នុងជីវិតរបស់បងប្អូនម្នាក់ៗនៅទីនេះ So that you and you alone would receive all the praise and all the glory. ដើម្បីឲ្យព្រះអង្គបានទួលនៅសេរីរុងរឿងតាមរយៈជីវិតបងប្អូននៅទីនេះដែរ In Jesus' name. នៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ Amen. Amen